Cụ máត្រូវខំរៀនដោយញញឹមក្នុងចិត្តសង្ឃឹមដល់ឥឡូវនេះកុមារត្រូវសង្ឃឹមរៀនដោយសង្ឃឹមណាក្មួយសង្ឃឹមថ្ងៃអនាគតពុកម៉ែជំរុញពុកម៉ែយើងក៏ជំរុញជួយយើងដោយអំណត់ស៊ូមិនខ្ចីហត់ណាស៊ូមិនខ្ចីហត់គឺពុកម៉ែយើងនេះស៊ូមិនខ្ចីហត់ព្រោះចង់ឃើញកូនបានខ្ពង់ខ្ពស់ពុកបានរៀនសួរបងប្អូនទាំងអស់គ្នាបងប្អូនជនជាតិជាទីស្រឡាញ់របស់ខ្ញុំសួស្តីបងប្អូនកុមារាកុមារីសួស្តីបងប្អូនដែលជាសិស្សថ្នាក់បឋមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូមួយហើយវីដេអូនេះគឺសម្រាប់ Channel YouTube របស់ខ្ញុំដំបូងខ្ញុំគិតថាកំឡុងពេលនេះគឺជាពេលវេលាដែលខ្មែរយើងត្រូវតែរួបរวมសាមគ្គីគ្នាខ្មែរយើងត្រូវតែខិតខំប្រឹងប្រែងតស៊ូខិតខំប្រឹងប្រែងរៀនសូត្រខិតខំប្រឹងប្រែងចែករំលែកឲ្យគ្នាទៅវិញទៅមកអញ្ចឹងខ្ញុំនឹងបង្កើត YouTube មួយវីដេអូនេះខ្ញុំនឹងដាក់នៅក្នុង YouTube របស់ខ្ញុំជាលើកដំបូងខ្ញុំនឹងបង្ហាញខ្ញុំនឹងចែករំលែកនៅអ្វីដែលខ្ញុំចេះអ្វីដែលខ្ញុំដឹងហើយអ្វីដែលខ្ញុំចូលចិត្តធ្វើនោះគឺការអានកំណាព្យការអានរឿងនិទានហើយខ្ញុំគិតថាការធ្វើបែបនេះវាមានប្រយោជន៍សម្រាប់កូនបងប្អូនជាសិស្សានុសិស្សពីថ្នាក់កម្រិតបឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំលើកទី1នេះខ្ញុំសង្ឃឹមថាបងប្អូនជួយចុច Subscribe ទាំងអស់គ្នាដើម្បីខ្ញុំធ្វើវីដេអូបន្តទៀតនេះជាវីដេអូលើកដំបូងហើយបងប្អូនហើយខ្ញុំគិតថាបងប្អូននឹងឆ្ងល់ថាហេតុអ្វីបានជាខ្ញុំប្រើភ្លើងទៀននៅក្នុងវីដេអូរបស់ខ្ញុំនេះថ្ងៃនេះគឺជាថ្ងៃទី21ខែធ្នូឆ្នាំ2025បងប្អូនដឹងហើយថានៅក្នុងប្រទេសកម្ពុជារបស់យើងមានអ្វីកើតឡើងគឺចៅសៀមវានៅតែបន្តវានៅតែបំផ្លាញវានៅតែចងជាសត្រូវជាមួយនឹងកម្ពុជារបស់យើងអញ្ចឹងសម្រាប់ខ្ញុំអ្វីដែលខ្ញុំអាចធ្វើទៅបាននៅពេលនេះគឺខ្ញុំនឹងចែករំលែកនៅចំណេះដឹងរបស់ខ្ញុំទៅដល់បងប្អូនទាក់ទងទៅនឹងការអានកំណាព្យមេរៀនផ្សេងនៅក្នុងកម្រិតថ្នាក់បឋមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យខ្ញុំសង្ឃឹមថាបងប្អូននឹងបានប្រយោជន៍ពីវីដេអូរបស់ពូរបស់អ៊ំទាំងអស់គ្នាណាបងប្អូនអញ្ចឹងដំបូងវីដេអូរបស់ខ្ញុំដំបូងនេះដោយសារតែប្រហែលថ្ងៃមុននេះពីម្សិលមួយថ្ងៃខ្ញុំបានទៅចូលរួមចែកសម្ភារៈអនាម័យមួយចំនួនរៀបចំសម្ភារៈអនាម័យហើយយើងដឹកទៅចែកនៅស្រុកបវលក្នុងខេត្តបាត់ដំបងអញ្ចឹងខ្ញុំមើលឃើញថាខ្ញុំមានអារម្មណ៍ស្រងេះស្រងោចក្តុកក្តួលក្នុងចិត្តមានអារម្មណ៍ថាខឹងជាមួយនឹងចៅសៀមដែលវាបំផ្លាញយើងដែលវាឈ្លានពានមកលើយើងមិនឈប់មិនឈរដូចនេះតាមពិតទៅខ្មែរយើងពីមុនមកយើងតែងតែគិតថាសៀមពីមុនយើងប្រើពាក្យថាថៃយើងប្រើពាក្យជាមួយនឹងថៃដោយសេចក្តីគោរពហើយសេចក្តីរាប់អានដោយភាពរាក់ទាក់ជាមួយនឹងថៃពីព្រោះអីបងប្អូនពីព្រោះថៃនៅជាប់ប្រទេសរបស់យើងហើយប្រជាជនខ្មែរយើងជាច្រើនរាប់ម៉ឺននាក់បាទដូចបងប្អូនឃើញថ្មីនេះបងប្អូនមួយខួយបានឃើញហើយថ្មីនេះប្រជាជនយើងគ្រាន់តែជំនះមកពីស្រុកសៀមរហូតដល់80ម៉ឺនទៅ90ម៉ឺននាក់បាទហើយនេះចេញមកមិនតាន់អស់ទេបងប្អូនមួយខួយគឺបងប្អូនយើងជាជនជាតិខ្មែរគឺចេញមកមិនតាន់អស់ទេអញ្ចឹងយើងគិតថាតើប្រជាជនខ្មែរយើងនៅដែលកំពុងទស្សនានៅក្នុងប្រទេសថៃមានចំនួនប្រមាណទាំងមកទាំងមិនមកអញ្ចឹងបើសម្រាប់ពូគិតសម្រាប់អ៊ំគិតប្រហែលជាមិនក្រោម1លាននាក់ទេបច្ចុប្បន្នប្រជាជនខ្មែរយើងនិយាយថាមានប្រជាជនប្រហែលជា17លាននាក់អញ្ចឹងប្រហែលជា1លាននាក់នៅក្នុងប្រទេសថៃអញ្ចឹងបកមកការប្រើភ្លើងទៀននេះវិញការប្រើភ្លើងទៀនពូចង់បង្ហាញទៅក្មួយៗថាកាលពីចំនួនពូនៅរៀនថ្នាក់បឋមសិក្សាពូចូលរៀននៅឆ្នាំពូរៀនថ្នាក់ទី9សំទោសពូរៀននៅថ្នាក់ទី6កាលពីឆ្នាំ1999
ពូរៀនចប់ថ្នាក់អនុវិទ្យាល័យថ្នាក់បឋមសិក្សានៅឆ្នាំ1999ឆ្នាំ2000 2001 2002ពូរៀនចប់ថ្នាក់អនុវិទ្យាល័យ2003 2004 2005 2006ពូរៀនចប់ថ្នាក់វិទ្យាល័យបាទឆ្នាំ2006អញ្ចឹងគួរគិតមើលថាប្រហែលឆ្នាំហើយដែលពូរៀនចប់ថ្នាក់វិទ្យាល័យហើយពូបន្តរៀនថ្នាក់បរិញ្ញាបត្រ4ឆ្នាំទៀតហើយពូបន្តរៀនថ្នាក់ក្រោយបរិញ្ញាបត្រឬក៏យើងហៅថាបរិញ្ញាបត្រជាន់ខ្ពស់នោះ2ឆ្នាំបន្តទៀតអញ្ចឹងគ្រាន់តែសាច់ដែលយើងរៀនសាលាគឺថ្នាក់នៅដល់ទៅ12ឆ្នាំប៉ុន្តែពូបានរៀននៅថ្នាក់មត្តេយ្យកាលហ្នឹងពូរៀននៅវត្តអញ្ចឹងណាគួយពូរៀននៅវត្តដោយសារតែសាលារៀនរបស់យើងមិនទាន់មានថ្នាក់មត្តេយ្យទេគឺជាថ្នាក់មត្តេយ្យសហគមន៍កាលនោះបានរៀនថ្នាក់មត្តេយ្យដែរប៉ុន្តែមត្តេយ្យនោះមិនមែនជាមត្តេយ្យអីទំនើបដោយបច្ចុប្បន្ននេះទេពូរៀននៅថ្នាក់មត្តេយ្យរៀននៅវត្តរៀននៅជាមួយនឹងអ្នកគ្រូមត្តេយ្យសហគមន៍ប៉ុន្តែកាលនោះរៀនទៅសប្បាយគួយនៅពេលដែលយើងចេញលេងនៅក្នុងទីធ្លាវត្តហើយព្រះសង្ឃគង់នៅក្នុងវត្តពេលខ្លះហៅពូឲ្យនំឲ្យទឹកដោះគោឲ្យមីញ៉ាំហើយពេលខ្លះពេលចេញពីរៀនពូជួយស្រោចផ្កាលោកពូជួយបោះទីធ្លានៅក្នុងបរិវេណវត្តកាលនោះសប្បាយមួយពូចំនួនពូរៀនបាទមិនខ្វល់អំពីរឿងសង្គ្រាមមិនខ្វល់អំពីរឿងការរលុយអីទេមិនដូចបច្ចុប្បន្ននៅក្នុងជីវិតរបស់ពូនេះទេអញ្ចឹងនៅក្នុងវីដេអូរបស់ពូចង់បញ្ជាក់ថាពូនឹងបង្កើត channel YouTube មួយដែលពូផ្ដោតទៅលើការអានកំណាព្យការរៀនសូត្រកំណាព្យរឿងនិទានខ្លីៗរឿងនិទានរឿងអប់រំផ្សេងៗដល់បងប្អូនទាំងអស់គ្នាបាទហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តការបង្ហាញចែករំលែករបស់ពូហើយពូបានត្រៀមមេរៀនបានត្រៀមឯកសារជាច្រើនហើយពូនឹងស្រាវជ្រាវបន្ថែមដើម្បីជួយដល់ក្មួយៗទាំងអស់គ្នាកំឡុងពេលនេះក្មួយៗដែលជាជនភៀសសឹកមកពីស្រុកសំពើលូនកំរៀងស្រុកភ្នំព្រឹកនៅក្នុងខេត្តបាត់ដំបងរបស់យើងនេះពូសង្កេតឃើញថាក្មួយៗមិនទាន់បានចូលរៀននៅឡើយទេប៉ុន្តែពូឃើញក្មួយៗបានមើលទូរស័ព្ទបាទហើយពូក៏មិនដឹងថាក្មួយមើលទូរស័ព្ទក្នុងន័យរៀនសូត្រឬក៏ក្នុងន័យអ្វីដែរតែពូសង្ឃឹមថាវីដេអូរបស់ពូនឹងបានជួយទៅដល់ក្មួយៗហើយពូបញ្ជាក់ម្ដងទៀតថាហេតុអ្វីបានជាពូប្រើពលិព្រឹកទៀននេះពូចង់បញ្ជាក់ថាកាលពីចំនួនពូរៀននោះក្មួយពូអត់មានភ្លើងអគ្គិសនីប្រើបបោដូចបច្ចុប្បន្ននេះទេនៅពេលដែលពូត្រូវចង់រៀននៅពេលយប់បែបនេះពូចាប់ផ្ដើមរៀននៅម៉ោង7 8 9មុនពេលពូចូលគេពូតែងតែមានអត់ទៀនជួនកាលពូប្រើចង្គៀងប្រេងកាតតែបច្ចុប្បន្ននេះចង្គៀងប្រេងកាតប្រហែលជាក្មួយមិនស្គាល់ទេបាទនៅថ្ងៃណាមួយពូនឹងយកមកបង្ហាញក្មួយតែចង្គៀងប្រេងកាតវារូបរាងវាបែបម៉េចវាឆេះបែបម៉េចហើយវានៅពេលដែលវាអស់ប្រេងវារលត់បែបម៉េចអញ្ចឹងក្រៅពីចង្គៀងប្រេងកាតគឺយើងប្រើទៀនចំនួនពូរៀនពូប្រើទៀនហើយមានអ្នកខ្លះក្មួយដឹងទេគេប្រើភ្លើងធូបប៉ុន្តែពូអត់ដែលបានសាកនេះឧទាហរណ៍ថាមានគាត់ដាក់សិភៅមេរៀនអញ្ចឹងគាត់យកប្រើភ្លើងធូបមកចង្អុលនៅលើក្រដាស់អញ្ចឹងប៉ុន្តែការរៀនបែបនេះគឺវាពិបាកហើយធ្វើឲ្យភ្នែករបស់យើងឆាប់ចុះខ្សោយបាទអញ្ចឹងការប្រើភ្លើងទៀនរបស់ពូចង់រំលឹកអនុស្សាវរីយ៍របស់ពូកាលពីពូនៅរៀននៅវ័យកុមារដូចក្មួយៗអញ្ចឹងហើយមួយទៀតពូចង់ប្រើភ្លើងទៀននេះជាការគោរពដល់វិញ្ញាណក្ខន្ធរបស់បងវីរៈកងទ័ពដែលបានបូជាជីវិតដែលបានពលីជីវិតនៅឯសមរភូមិនៅឯតាមបន្តព្រំដែននៅក្នុងប្រទេសកម្ពុជារបស់យើងនៅពេលដែលគាត់ច្បាំងជាមួយនឹងចៅសៀមបាទយើងហៅវាថាជាចៅសៀមអត់ខុសទេថ្ងៃក្រោយយ៉ាងម៉េចយើងកុំតាន់គិតនៅពេលនេះពូហៅថាវាជាចៅសៀមអញ្ចឹងថ្ងៃនេះជាវីដេអូដំបូងរបស់ពូនឹងសរសេរ
ជាចម្រៀងមួយដែលមួយគួរចេះអស់ហើយចម្រៀងនេះគឺចម្រៀងពួកគួរចេះឲ្យគុណមើលទៅមេឃគុណមើលទៅមេឃមីស្រទុំពពកបាំងភ្នំខ្យល់បក់ផាត់ផាយដងភ្នំពពាវាវែងអនឡាញពពកខ្ចាត់ខ្ចាយបែរប្រែคล้ายរសាត់តាមខ្យល់អើយខ្យល់បក់ដេចក៏មិនហើយកម្លាំងក៏ស្បើយកាន់តែនៅវើភ្លេចភ្លាំងស្មារតីគុណមើលទៅមេឃខ្ពស់សែនឆ្ងាយពេកក្រៃចិត្តខ្ញុំអាឡ័យស្រុកពុនពេកប្រមាណចិត្តខ្ញុំអាឡ័យស្រុកពុនពេកប្រមាណក្រុមទាហានខំដើរដេកតាមដងព្រៃភ្នំអាវុធទូចធំផ្ដុំទប់ទល់តនឹងសត្រូវដៃកាន់កាំភ្លើងនាំគ្នារត់ចូលសម្ដៅពាត់ខ្មាំងឥឡូវត្រូវតែយើងដណ្ដើមយកជ័យនេះបានមកពីទឹកចិត្តហានខ្លាប្រៀបដូចសត្វខ្លាស្វែងរកចំណីបើបានជួបហើយស្លាប់រស់យើងកុំគិតអីធ្វើឲ្យល្បាញល្បីនេះរាជាណាចក្រកម្ពុជាបងប្អូនឃើញថាគួរចេះទាំងអស់គ្នាពីព្រោះនៅតាមសាលារៀនគួរបានរៀនច្រៀងលោកគ្រូបានបំផុសផលឲ្យកូនសិស្សរៀនច្រៀងបទនេះគឺបទយើងហៅថាបទគុណមើលទៅមេឃបាទប៉ុន្តែពូនឹងសរសេរចម្រៀងមួយដែលមានលំនាំបទបែបនេះដែរប៉ុន្តែពូសរសេរដើម្បីលើកទឹកចិត្តក្មួយៗបងប្អូនកុមារាកុមារីឲ្យខិតខំប្រឹងប្រែងរៀនសូត្រយើងយកលំនាំពូនឹងសរសេរយកលំនាំតាមបទនេះប៉ុន្តែយើងនឹងប្រើបទផ្សេងអញ្ចឹងណាមួយហើយសង្ឃឹមថាមួយនឹងចូលរួមតែជាមួយនឹងពូហើយយើងនឹងមានឱកាសច្រៀងជាមួយគ្នានៅពេលក្រោយបងប្អូនទាំងអស់គ្នាបងប្អូនរួចរាល់ហើយនៅអញ្ចឹងពូនឹងចាប់ផ្ដើមដោយប្រើប៊ិចដ៏សាមញ្ញមួយនេះហើយបទចម្រៀងដែលពូនឹងតែងនេះពូបានបញ្ជាក់អញ្ចឹងពូចង់លើកទឹកចិត្តឲ្យក្មួយខិតខំប្រឹងប្រែងរៀនសូត្របង្ហាញពីលោកគ្រូដែលគាត់ជំរុញលើកទឹកចិត្តកាតព្វកិច្ចរបស់គាត់ការបដិញ្ញាចិត្តរបស់គាត់ក្នុងការជួយបងប្អូនឲ្យទទួលបានចំណេះដឹងពិតប្រាកដអញ្ចឹងចម្រៀងដែលពូនឹងសរសេរនេះពូនឹងសរសេរដាក់ចំណងជើងថាកូនរៀនដើម្បីកម្ពុជាបាទពូនឹងដាក់ចំណងជើងថាកូនរៀនដើម្បីកម្ពុជាកូនរៀនដើម្បីកម្ពុជាបទចម្រៀងនេះគឺពូនឹងដាក់ថាកូនរៀនដើម្បីកម្ពុជាហើយចំណងជើងដែរទី1អ្វីដែលពូនឹងសរសេរពូសរសេរផ្ដើមចេញពីកុមារត្រូវខំរៀនដោយញញឹមអូខេតោះកុមារត្រូវខំរៀនដោយញញឹមបាទអញ្ចឹងដោយសារតែបទគុណមើលទៅមេឃគឺចេញមកគុណមើលទៅមេឃមីស្រទុំបាទអញ្ចឹងសួស្តីក្មួយបន្តទៀតដោយសារតែមិញពូអធិស្ឋានផងពូដាក់អាត់សំឡេងថតសំឡេងទៅវាអស់ថ្មអញ្ចឹងពូអត់ដឹងថាវាអស់ថ្មពូថតទៅឥឡូវពូសុំតទៀតមិញជាមួយនឹងវគ្គ1ដូចជាបានត្រឹមតែវគ្គដំបូងទេអញ្ចឹងចំណងជើងរបស់យើងដាក់ថាបងប្អូនក្មួយជួយមើលគឺកូនរៀនដើម្បីកម្ពុជាហើយវគ្គដំបូងបើយើងច្រៀងគិតថាជាវគ្គបទគុណមើលទៅមេឃគឺយើងផ្ដើមចេញពីគុណមើលទៅមេឃប៉ុន្តែលើកនេះយើងអត់ដាក់គុណមើលទៅមេឃទេយើងដាក់ថាកុមារត្រូវខំរៀនដោយញញឹមក្នុងចិត្តសង្ឃឹមហើយកន្លែងនេះយើងយកសង្ឃឹមម្ដងទៀតសង្ឃឹម
ថ្ងៃអនាគតពុកម៉ែជំរុញអញ្ចឹងកន្លែងនេះថ្ងៃអនាគតគឺដោយសារតែពុកម៉ែជំរុញជួយដោយអំណត់អញ្ចឹងមួយពុកម៉ែរបស់យើងខិតខំប្រឹងប្រែងណាស់ជួយដោយអំណត់ស៊ូមិនខ្ចីហត់ព្រោះចង់ឃើញយើងហ្នឹងកូនហ្នឹងព្រោះចង់ឃើញកូនបានខ្ពស់ខ្ពស់ឥឡូវយើងចូលវគ្គ2មួយគ្រូយើងចូលវគ្គ2តែយើងគួរចាប់ផ្ដើមពីណាទៅអធិស្ឋានផងរឿងពិបាកមើលតិចហីអញ្ចឹងពូដាក់បែបនេះដាក់ឲ្យត្រង់បន្តិចបាទអញ្ចឹងវគ្គ2យើងគួរទៅចាប់ផ្ដើមពីណាទៅឥឡូវមួយគួរចាប់ផ្ដើមពីណាទៅអញ្ចឹងសម្រាប់ពូវគ្គ2ពូគិតថាការដែលពូខិតខំរៀនពីមុនគឺដោយសារតែពុកម៉ែជាអ្នកជំរុញអញ្ចឹងមួយអញ្ចឹងវគ្គ2នេះពូគិតចង់ប្រើពាក្យថាព្រោះតែពុកម៉ែកូនហើយយើងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីគាត់អីអញ្ចឹងណាបាទអញ្ចឹងពូនឹងផ្ដើមចេញដោយវគ្គ2នេះគឺផ្ដើមចេញដោយ2គឺពូនឹងប្រើផ្ដើមពាក្យព្រោះព្រោះពុកម៉ែណាព្រោះពុកម៉ែខ្ញុំត្រូវខិតខំរៀនកូនព្រោះពុកម៉ែកូនព្រោះពុកម៉ែកូនចឹងហើយកូនព្រោះពុកម៉ែកូនត្រូវខិតខំរៀនដោយសារវគ្គ2បទគុណមើលទៅមេឃគឺយើងនឹងផ្ដើមចេញពីនេះបទគុណមើលទៅមេឃវគ្គ2យើងនឹងផ្ដើមចេញពីខ្យល់អើយខ្យល់បក់មិនក៏មិនលហើយអញ្ចឹងយើងអត់ប្រើពាក្យខ្យល់អើយខ្យល់បក់អីទៀតទេគឺយើងប្រើពាក្យព្រោះពុកម៉ែកូនត្រូវតែខិតខំរៀនអូខេខិតខំរៀនសូអៀនដើម្បីបើសិនជាពូដាក់ថាដើម្បីវាដូចជាស្ពានចំណេះជាស្ពានគេព្រោះពុកម៉ែកូនត្រូវខិតខំរៀនចំណេះជាស្ពានអូខេចំណេះស្អីសិនណាជាស្ពានចំណេះជាស្ពានអីគេជាស្ពានចំណេះជាស្ពានអីគេចំណេះជាស្ពានរៀនហើយនឹងឈប់ចំណេះជាស្ពានរៀនមិនឈប់ឯងសមហ្នឹងបងប្អូនសមព្រោះពុកម៉ែកូនត្រូវខិតខំរៀនចំណេះជាស្ពានរៀនមិនឈប់ដូចជាមិនសូវស៊ីគ្នាទេចំណេះជាស្ពានចូលពូដាក់វិញថាគឺជាស្ពានចំណេះជាស្ពានគឺជាស្ពានយើងប្រើពាក្យឲ្យស្ទួលពីរដងមកគឺជាស្ពានកណាចំណេះដឹងយើងដើម្បីបានចំណេះដឹងយើងត្រូវរៀនតែរៀនដោយរបៀបណាត្រូវរៀនចំណេះជាស្ពានគឺជាស្ពានរៀនរហូតទេរៀនទាំងយប់ថ្ងៃចេះមកព្រោះយើងរៀនគឺយើងរៀនមិនរៀនតែពេលថ្ងៃរៀនទាំងយប់ថ្ងៃទាំងយប់ថ្ងៃហើយដូចជាសំក្រណាព្រោះពុកម៉ែកូនត្រូវខិតខំរៀនចំណេះជាស្ពានគឺជាស្ពានរៀនទាំងយប់ថ្ងៃអូខេរៀនដើម្បីអី
ចំណេះជាស្ពានរៀនទាំងយប់ថ្ងៃរៀនដើម្បីឲ្យមានចរិយាល្អប្រពៃអូខេអញ្ចឹងយើងប្រើពាក្យបំណិនចរិយាសាកល្បងសិនវប្បធម៌អូខេវប្បធម៌ដាក់សិនណាបងប្អូនមួយដាក់សិនណាបំណិនចរិយាវប្បធម៌ខ្មែរយើងវាល្អវប្បធម៌ខ្មែរចុះប៉ុណ្ណេះសិនគឺជាស្ពានរៀនទាំងយប់ថ្ងៃបំណិនចរិយាវប្បធម៌ខ្មែរយើងវាមិនវាល្អវាល្បីល្បាញវារីកចម្រើនវប្បធម៌ខ្មែរល្អមកល្អពេលក្រោយបំណិនចរិយាវប្បធម៌ខ្មែរល្អពេកក្រៃអញ្ចឹងយើងត្រូវប្រឹងប្រែងខិតខំប្រឹងប្រែងពេកក្រៃអញ្ចឹងឯងនេះវាត្រូវរនឹងឯងជួននឹងឯងប្រឹងឥតសំចៃប្រឹងទាំងយប់ថ្ងៃប្រឹងហើយលោកលីប្រឹងឥតសំចៃអូខេប្រឹងឥតសំចៃតែយើងត្រូវរកអីគេចុងក្រោយជួនពាក្យអះអូខេប្រឹងឥតសំចៃវប្បធម៌ហើយមានវប្បធម៌មានប្រពៃណីខ្មែរវិញប្រពៃណីខ្មែរវិញ3ខ្លាំងណាស់ហ៎គឺជាស្ពានរៀនទាំងយប់ថ្ងៃបំណិនចរិយាវប្បធម៌ខ្មែរល្អពេកក្រៃប្រឹងឥតសំចៃប្រពៃណីខ្មែរល្អណាស់ខ្មែរល្បីល្អណាស់ប្រពៃណីខ្មែរល្បីពាក្យខ្មែរមានពាក្យមួយល្អល្អះហេឥឡូវយើងសាកល្បងអានរបស់នេះកុមារត្រូវខំរៀនដោយញញឹមក្នុងចិត្តសង្ឃឹមថ្ងៃអនាគតពុកម៉ែជំរុញជួយដោយអំណត់ណាល្អតាស៊ូមិនខ្ចីហត់ព្រោះចង់ឃើញកូនបានខ្ពស់ពាក្យមួយកូនមើលទៅមេឃសិតទុំពពកបានភ្នំខ្យល់បក់ផាត់ផាយវគ្គ2គឺខ្យល់អើយវគ្គខ្យល់អើយខ្យល់បក់មិនដេចមិនលហើយកម្លាំងក៏ស្បើយអញ្ចឹងយើងព្រោះពុកម៉ែកូនត្រូវតែខំរៀនចំណេះជាស្ពានគឺជាស្ពានរៀនទាំងយប់ថ្ងៃបំណិនចរិយាវប្បធម៌ខ្មែរល្អពេកក្រៃប្រឹងឥតសំចៃប្រពៃណីខ្មែរល្បីល្អណាស់បាទល្អតាឥឡូវយើងទៅវគ្គ3យើងមើលទៅលើបទគេគឺក្រុមទាហានខំដើរដេកតាមដងព្រៃភ្នំអាវុធតូចធំអញ្ចឹងភ្នំនេះយើងមកតូចធំវាធំហើយផ្ដុំទប់ទល់តនឹងសត្រូវអីទេអានេះអញ្ចឹងក្រុមទាហានខំដើរដេកដោយដងព្រៃភ្នំ9ទៅមួយគ្នាក្រុមទាហានខំដើរដេកដោយដងព្រៃភ្នំអញ្ចឹងរបស់យើងនេះទី1យើងនិយាយពីកុមារឲ្យគាត់ខំរៀនទី2យើងខំរៀនព្រោះតែពុកម៉ែរបស់យើងអញ្ចឹងវគ្គទី3យើងនិយាយយើងជាកុមារម្ដងទៅធ្វើអីយើងកុមារធ្វើម៉េចយើងកុមារស្អីសិនមកចាំខុសចាំលុបទៀតអត់អីទេយើងកុមារខំសិក្សានេះទៀតនេះ
កូនចឹងយើងនិយាយពីយើងជាកុមារម្ដងយើងកុមារខំសិក្សាដោយយ៉ាងម៉េចខំសិក្សាលេងខំសិក្សាដោយទឹកចិត្តមុតខិតខំប្រឹងប្រែងអូខេតោះយើងកុមារខំសិក្សាយើងទឹកចិត្តដោយចិត្តមុតឬក៏ទឹកចិត្តមុតទឹកចិត្តមុតហេតុអីបានទឹកចិត្តមុតកុមារខំសិក្សាទឹកចិត្តមុតអូខេមុតនឹងត្រូវនឹងពុតទឹកចិត្តមុតលះបង់សំឡុតទេលះបង់អំណត់ទេលះបង់អំណត់អត់ធ្មត់លះបង់ប្រយុទ្ធយ៉ាលះបង់ប្រយុទ្ធសាកមើលហេតុអីបានត្រូវលះបង់ប្រយុទ្ធពុតចិត្តមើលយើងកុមារខំសិក្សាទឹកចិត្តមុតលះបង់ប្រយុទ្ធនេះលះបង់ប្រយុទ្ធឬក៏លះបង់អំណត់លះបង់ប្រយុទ្ធពុតចិត្តហេតុអីពុតចិត្តយើងព្រោះអីមិនត្រូវប្រចិត្តពុតចិត្តព្រោះយើងនៅក្មេងមកយើងនៅក្មេងប្រចិត្តចាប់ដាក់តន់យើងនៅក្មេងតន់ខ្លួនវិញតន់ខ្លួននៅក្មេង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 យើងកុមារខំសិក្សាទឹកចិត្តមុតលះបង់ប្រយុទ្ធពុតចិត្តតន់ខ្លួននៅក្មេងហើយបានចឹងខិតខំតន់ខ្លួននៅក្មេងយើងប្រើពាក្យលើកចិត្តមួយទៀតមកខិតខំសិក្សាយើងកុមារត្រូវខិតខំសិក្សាអីគេចំណេះដឹងអីផ្សេងណាចំណេះយើងដាក់ចំណេះជំនាញកណារៀនចំណេះហើយចំណេះជំនាញមិនលេងជាក់ស្ដែងចំណេះជាក់ស្ដែងចំណេះជំនាញយើងរៀនអ្វីដែលយើងចូលចិត្តរៀនអ្វីដែលជាការជាក់ស្ដែងចំណេះជំនាញជាក់ស្ដែងស្វះស្វែងតស៊ូស្វះស្វែងសំទោផងបងប្អូនក្មួយអក្សរពូមិនស្អាតទេតស៊ូស្វះស្វែងប្រឹងប្រែងជំនះឲ្យឈ្នះប្រឹងតស៊ូស្វះស្វែងប្រឹងជំនះឧបសគ្គយើងកុមារខំសិក្សាទឹកចិត្តមុតលះបង់ប្រយុទ្ធពុតចិត្តតន់ខ្លួននៅក្មេងខិតខំសិក្សាចំណេះជំនាញជាក់ស្ដែងតស៊ូស្វះស្វែងប្រឹងប្រែងជំនះឧបសគ្គប្រឹងប្រែងយើងលេងពាក្យចេះវិញមកប្រឹងវិញប្រឹងជំនះឧបសគ្គបាទកាលណាយើងខំប្រឹងប្រែងគឺដើម្បីជំនះឧបសគ្គបាទ3វគ្គបាត់ហើយអាយ៉ាបើខុសឆ្គងអីចាំគិតគូរតាមក្រោយទៀតអញ្ចឹងយើងអានដងទៀតមើលកុមារត្រូវខំរៀនដោយញញឹមក្នុងចិត្តសង្ឃឹមបាទនេះកុមារត្រូវសង្ឃឹមរៀនដោយសង្ឃឹមណាមួយសង្ឃឹមថ្ងៃអនាគតពុកម៉ែជំរុញពុកម៉ែយើងក៏ជំរុញជួយយើងដោយអំណត់ស៊ូមិនខ្ចីហត់ណាស៊ូមិនខ្ចីហត់គឺពុកម៉ែយើងនេះស៊ូមិនខ្ចីហត់ព្រោះចង់ឃើញកូនបានខ្ពង់ខ្ពស់ពុកម៉ែកូនត្រូវតែខំរៀន
ចំណេះជាស្ពានគឺជាស្ពានរៀនទាំងយប់ថ្ងៃបំនិនចរិយាវប្បធម៌ខ្មែរល្អពេកក្រៃប្រឹងឥតសំចៃប្រពៃណីខ្មែរហ្នឹងល្បីល្អល្អះប្រពៃណីវប្បធម៌របស់យើងល្បីល្អល្អះណាស់ក្មួយៗត្រូវចងចាំទុកយើងកុមារខំសិក្សាទឹកចិត្តមោះមុតយើងកុមារខំសិក្សាទឹកចិត្តមោះមុតលះបង់ប្រយុទ្ធពុតចិត្តតន់ខ្លួននៅក្មេងខិតខំសិក្សាចំណេះជំនាញជាក់ស្ដែងស៊ូមិនតស៊ូស្វះស្វែងប្រែងប្រឹងជំនះឧបសគ្គតោះឥឡូវវគ្គចុងក្រោយយើងទៅរៀនឥឡូវយើងនិយាយទី1យើងនិយាយពីកុមារទៅខំរៀនទី2យើងនិយាយពីពុកម៉ែការខិតខំតស៊ូរបស់ពុកម៉ែហើយទី3នេះយើងនិយាយពីកុមារវិញហើយបងប្អូនត្រូវខំសិក្សាយ៉ាងម៉េចលះបង់មិនខិតខំយ៉ាងម៉េចឲ្យខ្លួនឯងជំនះឧបសគ្គអីចឹងទៅចឹងយើងនិយាយពីសម្ភារៈដែលពុកម៉ែយើងឲ្យម្ដងកាលពូនៅរៀនពូមានតែក្តារឈ្នួនទេមានតែក្តារឈ្នួនពូមានតែក្តារឈ្នួនពូមានខ្មៅដៃហើយខ្មៅដៃពូសល់ទៅប្រវែងវាបងប្អូនមួយនេះប្រវែងហ្នឹងចឹងគិតមិនក្តារឈ្នួនតែត្រូវប្រើពាក្យថាក្តារឈ្នួនឈរឬឆទេមួយពូសេឈរសិនណាបើខុសសូមអធិស្ឋានបាទហើយមួយជួយមើលពាក្យឈ្នួនក្តារឈ្នួនពូមួយសិនណាតែពូសុំសេសឈរសិនបើខុសពូនឹងកែពេលក្រោយដាក់ក្តារឈ្នួនអ្នកណាទិញឲ្យម៉ែដាក់ក្តារឈ្នួនម៉ែទិញឲ្យមកក្តារឈ្នួនយើងយកទៅយើងទៅធ្វើអីទៅសេយកដាក់ក្តារឈ្នួនម៉ែទិញឲ្យសរសេរដោយដៃបើសិនដាក់ក្តារឈ្នួនម៉ែទិញឲ្យសរសេរដោយដៃប្រឹងប្រែងសំចៃប្រឹងប្រែងលោកលីប្រឹងប្រែងកែច្នៃវិញមិនដែរដាក់ក្តារឈ្នួនម៉ែទិញឲ្យសរសេរដោយដៃប្រឹងប្រែងកែច្នៃលីលោកដើម្បីកុមារអត់ទេលោកលីលោកនេះកែច្នៃជួនមួយនឹងលោកលីមិនបានយើងប្រឹងប្រែងកែច្នៃលោកលីធ្វើអីលោកលីដើម្បីជាចំណេះដឹងដើម្បីដាក់ក្តារឈ្នួនម៉ែទិញឲ្យសរសេរដោយដៃប្រឹងប្រែងកែច្នៃលោកលីដើម្បីចរិយាដើម្បីអីទេដើម្បីតាមមើលស៊ីគ្នាអត់ដាក់ក្តារឈ្នួនម៉ែទិញឲ្យសរសេរដោយដៃប្រឹងប្រែងកែច្នៃលោកលីដើម្បីជាអូខេអត់ដែរប្រឹងប្រែងលោកលីដើម្បីជាព្រោះអីបានយើងត្រូវលោកលីដើម្បីជាព្រោះចំណេះដឹងឥឡូវព្រោះយើងចង់បានចំណេះដឹងអញ្ចឹងចំណេះដឹងហើយត្រូវព្រោះចំណេះដឹងដាក់ក្តារឈ្នួនម៉ែទិញឲ្យសរសេរដោយដៃប្រឹងប្រែងកែច្នៃលោកលីដើម្បីជាព្រ
ព្រោះចំណេះដឹងព្រោះចំណេះដឹងកូនកូនប្រឹងណាព្រោះចំណេះដឹងខ្ញុំប្រឹងហើយកូនប្រឹងប្រឹងប្រែងប្រឹងរញរាអត់ប្រឹងហើយខ្លាចចាញ់អត់ប្រឹងហើយខ្លាចបរាជ័យអត់លោកលើដើម្បីជាព្រោះចំណេះដឹងកូនប្រឹងពាក្យនេះវារៀងមិនសូវល្អប៉ុន្តែប្រាប់ថាមិនដែលរុញរាដាក់ក្តារឈ្មោះម៉ែទាំងអស់សរសេរដោយដៃប្រឹងប្រែងកែច្នៃលោកលៃដើម្បីជាព្រោះចំណេះដឹងកូនប្រឹងមិនដែលរញរាហេតុអីបានយើងប្រឹងដើម្បីអីដើម្បីមុខងារដើម្បីការងារហើយល្អទេតាមកលើដាក់សិនដើម្បីការងារគ្រប់គ្នាបានល្អតទៅដើម្បីអីបើដើម្បីការងាររបស់យើងវាដូចតូចពេកដើម្បីកម្ពុជាមកព្រោះយើងខំរៀនគឺដើម្បីកម្ពុជាឲ្យវាស៊ីជាមួយចំណងជើងរបស់យើងនេះកូនរៀនដើម្បីកម្ពុជាកូនរៀនដើម្បីកម្ពុជាអញ្ចឹងព្រោះចំណេះដឹងកូនប្រឹងមិនដែលរន្ទាដើម្បីកម្ពុជាបាទឡើយនេះជួនជាមួយចំណងជើងដើម្បីកម្ពុជាយើងយ៉ាងម៉េចដើម្បីកម្ពុជាជាប្រទេស3លើឱកាសពាក្យប្រទេសគឺដូចជាសាមញ្ញពេកជាជាតិសាសន៍3លើឱកាស3ពេញឱកាសអត់តាឥឡូវបងប្អូនក្មួយមើលម្ដងទៀតមួយពូហេតុជាស្អាតផងអសពូរៀងកវេមកវាមួយថ្ងៃតិចពូដាក់ឲ្យមើលចេះឥឡូវសាអានជាមួយគ្នាមើលកុមារត្រូវខំរៀនដោយញញឹមក្នុងចិត្តសង្ឃឹមថ្ងៃអនាគតពុកម៉ែជំរុញជួយដោយអំណត់ស៊ូមិនខ្ចីហត់ទោះចង់ឃើញកូនបានខ្ពង់ខ្ពស់ព្រោះពុកម៉ែកូនត្រូវខិតខំរៀនចំណេះជាស្ពានគឺជាស្ពានរៀនទាំងយប់ថ្ងៃបំណិនចរិយាវប្បធម៌ខ្មែរល្អលេខក្រៃប្រឹងឥតសំចៃប្រពៃណីខ្មែរល្បីល្អល្អះឡើយនេះដូចជាម្យ៉ាងដែរខ្មែរល្បីល្អល្អះឲ្យចិត្តទៀនតិចឲ្យឃើញច្បាស់ដូចវគ្គ3យើងកុមារអញ្ចឹងបងប្អូនយើងកុមារខំសិក្សានេះទឹកចិត្តមោះមុតនិយោលះបង់ប្រយុទ្ធពុតចិត្តពុតក្រានពុតខ្លួនមានពុតខ្លួនហើយពុតចិត្តបានន័យថាចិត្តរបស់យើងត្រូវតែរឹងមាំចិត្តរបស់យើងត្រូវតែត្រង់បតតអត់មានវាយវេអីទេពុតចិត្តតន់ខ្លួននៅក្មេងខិតខំសិក្សាចំណេះជំនាញជាក់ស្ដែងតស៊ូស្វែងប្រែងប្រឹងជំនះឧបសគ្គវគ្គ3យកដាក់ក្តារឈ្នួនម៉ែទិញឲ្យសរសេរដោយដៃដាក់ក្តារឈ្នួនម៉ែទិញឲ្យសរសេរដោយដៃប្រឹងប្រែងកែច្នៃសម្រាប់ទានគៀកតិចដើម្បីស្រួលមើលអូស្រស់ទានលើបាត់ហើយឥឡូវសូមចេះប៉ុណ្ណេះមកទៅបងប្អូនដាក់ក្តារឈ្នួនម៉ែទិញឲ្យសរសេរដោយដៃប្រឹងប្រែងកែច្នៃលោកលីដើម្បីជាព្រោះចំណេះដឹងកូនប្រឹងមិនដែលរញរាដើម្បីកម្ពុជាជាជាតិសាសន៍បីពេញលោកកាបាទ
ចឹងនេះគឺថ្ងៃទី21 ខែ 12 2025 ជាថ្ងៃដែលយើងបានចូលរួមតែងកំណាព្យឬបទចម្រៀងនេះទាំងអស់គ្នាណាបងប្អូនមួយគឺបទកូនរៀនដើម្បីកម្ពុជាអញ្ចឹងយើងរៀនមិនមែនដើម្បីតែខ្លួនឯងមានបានខ្លួនឯងមានចំណេះដឹងទេគឺយើងរៀនដើម្បីកម្ពុជាអញ្ចឹងឥឡូវបាទអញ្ចឹងអរគុណមួយបងប្អូនទាំងអស់គ្នាដែលបានចូលរួមតែងបទចម្រៀងដែលលំនាំបទគុណមើលទៅមេជាមួយនឹងពូជាមួយនឹងបងជាមួយនឹងអ៊ំបងប្អូនចង់ហៅថាយ៉ាងម៉េចក៏បានដែរបាទអញ្ចឹងយើងតែងបានបទនេះហើយសង្ឃឹមថាតែជាមើលមិនឃើញទេបាទហើយសង្ឃឹមថាយើងមានពេលច្រៀងជាមួយគ្នានៅបទនេះទាំងអស់គ្នាហើយបទនេះមិនមែនជាស្នាដៃរបស់ក្មួយរបស់ពូតែម្នាក់ឯងទេមិនមែនជាស្នាដៃរបស់ពូតែម្នាក់ឯងទេគឺរបស់បងប្អូនកុមារាកុមារីទាំងអស់គ្នាជាស្នាដៃរបស់បងប្អូនដែលបានមើលវីដេអូនេះទាំងអស់គ្នាអញ្ចឹងបទនេះគឺមានចំណងជើងថាកូនរៀនដើម្បីកម្ពុជាអញ្ចឹងកូនរៀនដើម្បីកម្ពុជាឥឡូវពូសូមអានដោយសារតែពូទៅតែបង្កើតមួយគ្នាយ៉ាងម៉េចដែរអត់បានចាំទេកូនរៀនដើម្បីកម្ពុជាកុមារត្រូវខំរៀនដោយញញឹមក្នុងចិត្តសង្ឃឹមថ្ងៃអនាគតពុកម៉ែជំរុញរៀនដោយអំណត់ស៊ូមិនខ្ចីហត់ព្រោះចង់ឃើញកូនបានខ្ពង់ខ្ពស់ព្រោះពុកម៉ែកូនត្រូវខិតខំរៀនព្រោះពុកម៉ែកូនត្រូវខិតខំរៀនណាមួយចំណេះជាស្ពានគឺជាស្ពានរៀនទាំងយប់ថ្ងៃបំណិនចរិយាវប្បធម៌ខ្មែរល្អពេកក្រៃប្រឹងឥតសំចៃប្រពៃណីខ្មែរល្បីល្អល្អយើងកុមារខំសិក្សាទឹកចិត្តមុខមុតលះបង់ប្រយុទ្ធពុតចិត្តតន់ខ្លួននៅក្មេងខំសិក្សាចំណេះជំនាញជាក់ស្ដែងតស៊ូស្វះស្វែងប្រែងប្រឹងជំនះឧបសគ្គបាទត្រូវតែខិតខំប្រឹងប្រែងតស៊ូជំនះឧបសគ្គណាមួយទោះបីជាយើងរៀនមានឧបសគ្គយើងអត់សូវមានលុយរៀនបន្ថែមនឹងគេយើងអត់មានលុយទិញសម្ភារៈប៉ុន្តែទាំងអស់នេះហើយគឺជាឧបសគ្គក្នុងការរៀនសូត្ររបស់យើងទាំងអស់គ្នាការពូរៀនការអ៊ំរៀនក៏ជួបឧបសគ្គបែបហ្នឹងដែរដាក់ក្តារឈ្នួនម៉ែទិញឲ្យសរសេរដោយដៃតែពិតក្តារឈ្នួនគេប្រើភាគច្រើននៅក្នុងវ័យបឋមសិក្សាចឹងកន្លែងនេះគឺហាក់បីដូចជាយើងបានកំពុងតែផ្ដោតទៅលើកុមារនៅក្នុងវ័យសិក្សានៃបឋមសិក្សាដែរដាក់ក្តារឈ្នួនម៉ែទិញឲ្យសរសេរដោយដៃប្រឹងប្រែងកែច្នៃលោកលេងដើម្បីវិជ្ជាព្រោះចំណេះដឹងកូនប្រឹងមិនដែលរុញរាដើម្បីកម្ពុជាជាជាតិសាសន៍ដើម្បីពេញលោកកាដើម្បីកម្ពុជាជាជាតិសាសន៍បីពេញលោកកាបាទអញ្ចឹងសូមអរគុណបងប្អូនក្មួយបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ឥឡូវនេះយើងបានតែងបទចម្រៀងមួយហើយជាបទចម្រៀងដំបូងនៅក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងសង្ឃឹមថាបងប្អូននឹងចូលចិត្តនៅបទចម្រៀងមួយនេះហើយចុច Subscribe ហើយនៅចុចរូប Subscribe ហើយរូបកណ្ដឹងដើម្បីទទួលបានវីដេអូពេលក្រោយទៀតយើងរៀនជាមួយគ្នាទៀតដែលផ្ដោតទៅលើកំណាព្យផ្ដោតទៅលើមេរៀនផ្សេងៗដែលបងប្អូនអាចយកទៅប្រើប្រាស់ជាប្រយោជន៍ជាចំណេះដឹងក្នុងការរៀនសូត្ររបស់បងប្អូនបានអរគុណប៉ាម៉ាក់ទាំងអស់ដែលបានតាមដានហើយបើសិនជាគិតថាមានប្រយោជន៍សូមចុច Subscribe ដើម្បីទទួលបានវីដេអូពេលក្រោយជាការចែករំលែកពីខ្ញុំទាំងអស់គ្នាសម្រាប់កូនរបស់បងប្អូនទាំងអស់គ្នាបាទសូមអរគុណសូមជួយគ្នា